អត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្លឹកខ្ទឹមសួស្តីអ្នកទាំងអស់គ្នាហើយសូមស្វាគមន៍មកកាន់ Channel របស់យើងវិញថ្ងៃនេះយើងនឹងមកនិយាយអំពីបន្លែដ៏សាមញ្ញតែមានអត្ថប្រយោជន៍អស្ចារ្យដែលអ្នកប្រហែលជាគ្រាន់តែប្រើសម្រាប់រោយពីលើម្ហូបដោយមិនបានចាប់អារម្មណ៍នោះគឺខ្ទឹមស្លឹកប៉ុន្តែតើអ្នកដឹងទេថាគ្រឿងលម្អម្ហូបដ៏សាមញ្ញនេះសម្បូរទៅដោយអត្ថប្រយោជន៍សុខភាពយ៉ាងអស្ចារ្យតោះមកស្វែងយល់ទាំងអស់គ្នាថាហេតុអ្វីបានជាអ្នកគួរទទួលទានវាឲ្យបានកាន់តែច្រើនជាដំបូងខ្ទឹមស្លឹកគឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន K វីតាមីននេះគឺជាជំនួយការដ៏សំខាន់សម្រាប់ឆ្អឹងរបស់អ្នកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យឆ្អឹងរឹងមាំនិងមានដង់ស៊ីតេល្អនេះមានន័យថាវាជួយកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងនិងជំងឺពុកឆ្អឹងលើសពីនេះវីតាមីន K គឺចាំបាច់ណាស់សម្រាប់ការកកឈាមដូច្នេះវាជួយឲ្យរាងកាយរបស់អ្នកព្យាបាលរបួសឬការដាច់រលត់ស្បែកបានកាន់តែមានប្រសិទ្ធភាពបន្ទាប់មកគឺនិយាយអំពីប្រព័ន្ធភាពស៊ាំខ្ទឹមស្លឹកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលវីតាមីន C ល្បីល្បាញក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំដោយការរំញោចដល់ការផលិតគ្រាប់ឈាមសដែលជាអ្នកការពារជួរមុខនៃរាងកាយរបស់អ្នកវាក៏មានផ្ទុកសារធាតុមួយយ៉ាងហៅថា quercetin សារធាតុនេះគឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លានិងមានលក្ខណៈប្រឆាំងការរលាកដែលជួយការពាររាងកាយរបស់អ្នកពីជំងឺរ៉ាំរ៉ៃផ្សេងៗប៉ុន្តែមិនទាន់អស់ទេខ្ទឹមស្លឹកក៏ល្អអស្ចារ្យសម្រាប់បេះដូងរបស់អ្នកផងដែរដូចគ្នាទៅនឹងខ្ទឹមសនិងខ្ទឹមបារាំងដែរវាមានផ្ទុកនូវសមាសធាតុ sulfur ពិសេសមួយចំនួនសមាសធាតុទាំងនេះត្រូវបានបង្ហាញថាអាចជួយបញ្ចុះសម្ពាធឈាមនិងការពារកុំឲ្យផ្លាកែតឈាមស្អិតជាប់គ្នាដែលកាត់បន្ថយហានិភ័យនៃការកកឈាមនិងជួយដល់សុខភាពស្រសៃឈាមបេះដូងទាំងមូលវាក៏មានផ្ទុកសារធាតុ lycopene បន្តិចបន្តួចដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អសម្រាប់បេះដូងផ្សេងទៀតចុះផ្នែករបស់អ្នកវិញផ្នែកពណ៌បៃតងនៃខ្ទឹមស្លឹកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់សុខភាពភ្នែកវាមានផ្ទុកសារធាតុ carotenoids ដូចជា beta carotene ដែលរាងកាយរបស់អ្នកបំប្លែងទៅជាវីតាមីន A វីតាមីន A គឺសំខាន់ណាស់សម្រាប់ការរក្សាការមើលឃើញឲ្យបានល្អជាពិសេសនៅកន្លែងដែលមានពន្លឺតិចហើយវាជួយការពារផ្ទៃភ្នែករបស់អ្នកវាក៏ផ្ដល់នូវសារធាតុ lutein និង zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរយ៉ាងដែលការពារភ្នែករបស់អ្នកពីពន្លឺពណ៌ខៀវដែលបង្កគ្រោះថ្នាក់និងអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយតាមវ័យជាចុងក្រោយហើយចំណុចនេះពិតជាអស្ចារ្យណាស់គឺខ្ទឹមស្លឹកអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកនៅពេលដែលហាន់ឬបុកវាសារធាតុម្យ៉ាងហៅថា allicin ត្រូវបានបញ្ចេញមកក្រៅការសិក្សាបានបង្ហាញថា allicin អាចពន្យឺតការលូតលាស់នៃកោសិកាមហារីកហើយវាត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនរួមមានមហារីកពោះវៀនធំមហារីកក្រពះនិងមហារីកក្រពេញប្រូស្តាតដូច្នេះលើកក្រោយនៅពេលអ្នកធ្វើម្ហូបកុំគ្រាន់តែប្រើខ្ទឹមស្លឹកសម្រាប់តែលម្អឲ្យស្អាតសូមរោយវាឲ្យបានច្រើននៅក្នុងស៊ុបសាឡាដនិងឆាផ្សេងៗដោយដឹងថាអ្នកកំពុងផ្ដល់ការជំរុញអាហារូបត្ថម្ភដ៏ធំដល់រាងកាយរបស់អ្នកវាមានកាឡូរីទាបប៉ុន្តែសម្បូរទៅដោយគុណប្រយោជន៍សូមអរគុណសម្រាប់ការទស្សនាប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like ម្នាក់មួយផងហើយកុំភ្លេចចុច Subscribe សម្រាប់ការណែនាំអំពីសុខភាពផ្សេងៗទៀតជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ